ចេញមកហៅទេអញ្ចឹងគាត់ចង់ឲ្យយើងហៅ pass app ហ្នឹងឲ្យគាត់អញ្ចឹងគ្រាន់តែបងប្អូនអង្គិលអាចំណុចនេះចំណុចចុចហ្នឹងដាក់នៅទិសដៅកន្លែងណាឧទាហរណ៍ថាដាក់នៅកន្លែងនេះចុះបាទយកដាក់នៅកន្លែងហ្នឹងអញ្ចឹងគ្រាន់តែបងប្អូនចុច confirm មកបាទយើងចុច confirm booking មកអញ្ចឹងនៅកន្លែងហ្នឹងគឺ pass app នៅជុំវិញហ្នឹងគេប្រកាសជាទទួលបងប្អូនបាទគេទទួល confirm ហើយគេនឹងមកយកយើងនៅកន្លែងចំណុចដែលយើងដាក់នឹងតែម្ដងបងប្អូនទាំងអស់គ្នាទោះបីយើងនៅកន្លែងនេះក៏ដោយបាទទោះបីនេះទិសដៅរបស់យើងនៅកន្លែងនេះប៉ុន្តែយើងដាក់នៅវានៅកន្លែងចំណុចដែលយើងដាក់មិញហ្នឹងអញ្ចឹងយើងហៅសម្រាប់ឲ្យអ្នកដទៃបងប្អូនទាំងអស់គ្នាអញ្ចឹងវាមានវាងាយស្រួលចឹងដែរបងប្អូនទាំងអស់គ្នាបាទហើយបងប្អូនទាំងអស់គ្នាអាចសាកល្បងមើលបានបាទការហៅរបស់ app តុកតុកហ្នឹងគឺវាងាយស្រួលទេបាទអញ្ចឹងបងប្អូនចង់បកឲ្យមកកន្លែងដើមវិញគ្រាន់យើងចុចកន្លែងនេះមកបាទយើងចុចពីលើហ្នឹងមកវានឹងមកកន្លែងដើមវិញហើយអញ្ចឹងការប្រើប្រាស់របស់ app តុកតុកហ្នឹង